ខ្ញុំគិតថាគេគ្រាន់តែសម្ដែងធ្វើពុតនិងធ្វើឲ្យខាតពេលវេលារបស់ពួកយើងប៉ុណ្ណោះមនុស្សបែបនេះមិនសមនឹងទទួលបានឱកាសចូលតែសោះតែមានអាជីវកម្មយ៉ាងដូចមនុស្សទឹកធ្លាក់អស់ហើយតាមមកចូលវិទ្យាសាស្ត្រយើងនិយាយពីមកចូលវិទ្យាសាស្ត្រតដែលអ្នកមានបញ្ហាឈឺក្បាលចាវិលមុខចាហឹងតិចរោយកញ្ចឹងកជាប្រចាំអញ្ចឹងខ្ញុំមានវិធីសាស្ត្របែបគេហៅថាបុរាណចិនអញ្ចឹងវិទ្យាសាស្ត្របុរាណចិនចាការចាក់មកចូលវិទ្យាសាស្ត្របែបបុរាណចិនគឺយើងត្បាល់ចូលសាច់អញ្ចឹងមកជុលគេមានល្អិតរាប់ពាន់រាប់ម៉ឺនមកជុលហើយគេត្បាល់ចូលជីបចូលរបស់យើងចូលសាច់អញ្ចឹងសម័យឥឡូវក៏នៅតែមានគេហៅថាមកជុលវិទ្យាសាស្ត្រនៅត្បាល់ដែរប៉ុន្តែដោយសារបច្ចេកវិទ្យាសម័យទំនើបចាយើងមានមកជុលវិទ្យាសាស្ត្របែបនេះណាចាបែបនេះចាអញ្ចឹងមកចូលវិទ្យាសាស្ត្រនេះគឺគេចាក់ទៅលើជីបចូលរបស់យើងអញ្ចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាមានបញ្ហាឈឺក្បាលយើងចាក់ទៅលើក្បាលរបស់យើងអញ្ចឹងចាក់ទៅបងប្អូនអូតិចមុតទេអត់មុតទេណាគ្រាន់តែចាក់ទៅលើស្បែករបស់យើងថើបែបនេះណាចាក់ទៅលើថើបែបនេះអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាវាកន្ត្រាក់